ទទួលបានការអនុញ្ញាតពីអ្នកអង្គការកិត្តមេងប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជានាព្រឹកថ្ងៃទី17មេសា2026អង្គការអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាចំនួន48រូបបំពេញទស្សនកិច្ចពាណិជ្ជកម្មទៅកាន់ទីក្រុងខ្វាងជូនៃសាធារណរដ្ឋប្រជាមានិតចិនចាប់ពីថ្ងៃទី17ដល់ថ្ងៃទី21ខែមេសាឆ្នាំ2026នៅក្នុងដំណើរទស្សនកិច្ចនេះមានការចូលរួមពីលោកចាងជីវិញប្រធានសហភាពពាណិជ្ជកម្មខេត្តកោះកុងនិងឯកឧត្តមបណ្ឌិតអោមសេងបូរ៉ាសមាជិកទីប្រឹក្សាសហភាពពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាស្ថាបនិក CEO Master Club និងសមាជិកាមកពីសហភាពពាណិជ្ជកម្មរាជធានីភ្នំពេញសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យសហភាពពាណិជ្ជកម្មខេត្តកោះកុងសហភាពពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ធំព្រះវិហារសហភាពពាណិជ្ជកម្មខេត្តកំពង់ចាមសហភាពពាណិជ្ជកម្មមណ្ឌលខេត្តកណ្ដាលកំពង់ឆ្នាំងនិងក្រុមការងារនៃនាយកដ្ឋានទំនាក់ទំនងសហភាពពាណិជ្ជកម្មខេត្តក្រុងអំឡុងពេលបំពេញទស្សនកិច្ចនាព្រឹកថ្ងៃទី18ខែមេសាឆ្នាំ2026អង្គការអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាចូលរួមពិព័រណ៍នាំចូលនិងនាំចេញចិនលើកទី139ពិព័រណ៍នាំចេញនិងនាំចូលចិនលើកទី139ដែលត្រូវបានគេស្គាល់ឈ្មោះយ៉ាងទូលំទូលាយថាជាពិព័រណ៍ Canton បានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី15ខែមេសាឆ្នាំ2026នៅទីក្រុងខ្វាងជូនេះគឺជាពិព័រណ៍ពាណិជ្ជកម្មដ៏ធំនិងមានឥទ្ធិពលបំផុតមួយរបស់ពិភពលោកព្រឹត្តិការណ៍នេះដំណើរការជា3ដំណាក់កាលរហូតដល់ថ្ងៃទី5ឧសភាដោយប្រមូលផ្ដុំអ្នកតាំងពិព័រណ៍និងអ្នកទិញអន្តរជាតិរាប់ម៉ឺននាក់ពិព័រណ៍ប្រចាំឆ្នាំនេះប្រារព្ធឡើងនាសាលសន្តិបាតនិងពិព័រណ៍នាំចូលនិងនាំចេញចិនលើទីលានទំហំប្រហែលជា1លាន5សែនម៉ែត្រការ៉េនិងមានអ្នកតាំងពិព័រណ៍ជាង32,000 នាក់អ្នករៀបចំកម្មវិធីនិយាយថាព្រឹត្តិការណ៍នេះឆ្លុះបញ្ចាំងពីការបដិញ្ញាចិត្តជាបន្តបន្ទាប់របស់ប្រទេសចិននៅក្នុងការពង្រីកទំនាក់ទំនងពាណិជ្ជកម្មសកលនិងបង្ហាញពីនវានុវត្តន៍ឧស្សាហកម្មពិព័រណ៍នេះត្រូវបានបែងចែកជា3ដំណាក់កាលដែលនៅក្នុងនោះដំណាក់កាលទី1ផ្ដោតលើវិស័យសំខាន់ដូចជាពាណិជ្ជកម្មកសិកម្មគ្រឿងចក្រយានយន្តផលិតកម្មឧស្សាហកម្មភ្លើងបំភ្លឺនិងផលិតផលអគ្គិសនីពិព័រណ៍នេះជាវេទិកាផ្ដល់ឱកាសឲ្យអ្នកទិញជួបដោយផ្ទាល់ជាមួយនឹងអ្នកផ្គត់ផ្គង់លើវិស័យឧស្សាហកម្មជាច្រើនចំណុចសំខាន់មួយនៃពិព័រណ៍លើកទី139គឺជាការសង្កត់ធ្ងន់លើបច្ចេកវិទ្យាថ្មីនិងការអភិវឌ្ឍប្រកបដោយចីរភាពអ្នកចូលរួមតាំងពិព័រណ៍បង្ហាញពីការរីកចម្រើននៅក្នុងវិស័យបច្ចេកវិទ្យាឆ្លាតវៃដំណោះស្រាយថាមពលកកើតឡើងវិញស្វ័យប្រវត្តិឧស្សាហកម្មនិងទំនិញប្រើប្រាស់ដែលមានគុណភាពខ្ពស់អង្គការអឹងវ៉ាន់ម៉ៅបានលើកទឹកចិត្តឲ្យសហគ្រិនកម្ពុជានាំយកបច្ចេកវិទ្យាទំនើបដែលដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះដើម្បីយកទៅពង្រឹងសមត្ថភាពផលិតកម្មនិងបង្កើនគុណភាពផលិតផលនៅកម្ពុជាសហគ្រាសគ្រប់បណ្ដាខេត្តដែលនៅកម្ពុជាយើងបានភ្លឺភ្នែកនៅនឹងចាប់យកចំណុចពិសេសដែលយើងខ្វះខាតក្នុងការអភិវឌ្ឍខ្លួននៅក្នុងសហគ្រាសរៀងខ្លួនពីព្រោះអីយើងគិតថានៅសិប្បកម្មផងយើងដែលបច្ចុប្បន្នគឺយើងធ្វើទៅតាមលក្ខណៈដែលយល់ឃើញរៀងខ្លួនតែយើងពេលដែលយើងចេញមកខាងក្រៅទៅសម្ដែងថាពិតជាបច្ចេកវិទ្យារីកចម្រើនខ្លាំងមែនទែនហើយក៏សង្ឃឹមជឿជាក់ថាបងប្អូនដែលចូលរួមទស្សនកិច្ចនេះនឹងចាប់យកនៅអ្វីដែលជាចំណុចល្អដែលខ្លួនដែលយើងត្រូវការចង់បានហើយនឹងសង្ឃឹមថាត្រឡប់ទៅវិញអាចនឹងយកបច្ចេកវិទ្យាឬក៏សម្ភារៈមួយចំនួនដើម្បីយកទៅកែប្រែនៅតាមសិប្បកម្មនីមួយ
ស្រដៀងនឹងគ្នានេះដែរឯកឧត្តមបណ្ឌិតអោមសេងបូរ៉ាសមាជិកទីប្រឹក្សាសភាពាណិជ្ជកម្មរាជធានីភ្នំពេញនិងជាស្ថាបនិក CEO Master Club ក៏បានលើកទឹកចិត្តដល់សហគ្រិនកម្ពុជាជាពិសេសអ្នកវិនិយោគលើវិស័យកសិកម្មពិចារណានៅក្នុងការស្វែងយល់ពីបច្ចេកវិទ្យាថ្មីដើម្បីបង្កើនការផលិតក៏ដូចជាពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់ខ្លួននិងជំរុញការនាំចេញហើយខ្ញុំពិតជាមានសេចក្តីរីករាយមែនទែនដែលបានមកកាន់Control Fair នៅទីក្រុងហ្វាំងជ័យប្រទេសចិនដែលយើងបានឃើញនឹងទំនាក់ទំនងជាមួយនឹងsupplier រោងចក្រជាច្រើនគ្រប់វិស័យហើយជាពិសេសគឺបានមកកន្លែងកសិកម្មគឺរឹតតែសប្បាយដែលឃើញមានឧបករណ៍សម្ភារៈដែលល្អទំនើបចេញថ្មីប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដែលយើងអាចឲ្យបងប្អូនយើងជាពិសេសកសិកម្មជាពិសេសនៅខាងក្រៅខ្ញុំសិស្សកសិកម្មនេះបាទដែលមកជាមួយគ្នានេះគាត់រីករាយក្នុងការដែលមកចូលរួមហើយយើងនឹងកំពុងតែពិភាក្សាដើម្បីយករបស់មួយចំនួនដែលជាបច្ចេកវិទ្យាល្អទៅប្រើប្រាស់សម្រាប់ជួយទៅដល់បងប្អូនកសិករខាងធ្វើកសិកម្មជាឧបករណ៍សម្ភារៈដែលសន្សំសំចៃប្រើប្រាស់ធម្មពលតិចជាពិសេសធម្មពលបៃតងបាទមួយនឹងដំណើរដែលមកទីនេះខ្ញុំមើលឃើញថាវាពិតជាប្រឱកាសទៅដល់បងប្អូនយើងនៅខាងវិស័យកសិកម្មក៏ដូចជាបងប្អូនកសិករអញ្ចឹងបងប្អូនដែលធ្វើអាជីវកម្មមុខរបរទៅក្នុងវិស័យកសិកម្មសូមកុំគិតខ្លួនឯងថាត្រឹមតែជាកសិករប៉ុន្តែត្រូវបំលែងខ្លួនឯងឲ្យទៅជាសហគ្រិនកសិកម្មអញ្ចឹងចេញនាំគ្នាចេញមកនេះដូចបងប្អូនយើងនេះនាំគ្នាចេញមកដើម្បីយើងទទួលបានរបស់ថ្មីយើងមើលពិភពលោកនឹងធំជាងមុនពិភពលោកមានរបស់ច្រើនដែលអាចផ្ដល់ឲ្យយើងហើយយើងអាចមកទីនេះក៏យើងអាចមករកទីផ្សារដែរយើងមកនេះមិនមែនត្រឹមតែយករបស់ល្អទៅស្រុកយើងទេប៉ុន្តែយើងអាចមកបង្កើតទំនាក់ទំនងបង្កើតទីផ្សារជាពីយកផលិតផលរបស់យើងព្រោះយើងយកទំនិញផលិតផលយករបស់របរគេទៅប្រើប្រាស់យើងយកទៅផលិតជាស្រូវអង្គផលិតផលកសិកម្មហ្នឹងយើងអាចធ្វើម៉េចទំនាក់ទំនងនាំចេញមកវិញទៀតហើយជាពិសេសការកែច្នៃអញ្ចឹងយើងក៏មានឧបករណ៍សម្ភារៈជាច្រើនដែលទាក់ទងការកែច្នៃសម្រាប់ផលិតផលកសិកម្មក្រៅពីនេះសមាជិកប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បានចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថ្មីដែលត្រូវបានដាក់តាំងបង្ហាញនៅក្នុងពិព័រណ៍នេះផងដែរអរគុណសម្រាប់ភាពាណិជ្ជកម្មបានអញ្ជើញសហគមន៍យើងឬក៏សមាជិកវិភាមកចូលរួមទាំងអស់គ្នានៅកន្លែងនេះគឺមានអារម្មណ៍ប្លែកមែនតើបាទអញ្ចឹងនៅកន្លែងនេះឃើញថាមានគ្រប់សាសជាតិទាំងអស់ដែលបានមកចូលរួមមិនថាសាសជាតិណាគឺមកមើលកម្មវិធីនេះគឺតាំងពិព័រណ៍ពាណិជ្ជកម្មនៅកតុងពេលនេះគឺមានលក្ខណៈពិសេសមែនតើបាទហើយសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរម្នាក់ចង់ឲ្យបងប្អូនសហគ្រិនទាំងអស់ឬក៏អ្នកផលិតដែលនៅក្នុងស្រុកចង់ឲ្យមកមើលបច្ចេកវិទ្យាថ្មីហើយទំនើបទាន់សម័យដើម្បីយកទៅអភិវឌ្ឍនៅក្នុងប្រទេសយើងទីមួយគឺយើងចំណេញកម្លាំងពលកម្មដើម្បីបង្កើតការងារឲ្យប្រជាជនយើងមានការងារធ្វើហើយយើងនឹងមានផលិតអ្វីដែលយើងពលិកាមិនប្រើរបស់នៅក្រៅស្រុកយើងតាំងចិត្តជាកូនខ្មែរយើងត្រូវពង្រឹងសមត្ថភាពខ្លួនឯងឲ្យខ្លាំងដើម្បីឲ្យប្រទេសជាតិយើងមានការអភិវឌ្ឍធ្វើដំណើរឆ្ពោះទៅមុខកាន់តែរហ័សបាទហើយនេះក៏សូមអរគុណខាងបងសភាពាណិជ្ជកម្មដែលទុកឱកាសឲ្យប្អូនដែលជាសហគ្រិនមួយរូបនៅក្នុងប្រទេសកម្ពុជាបានមកទស្សនកិច្ចនៅប្រទេសចិនពិតជាមើលឃើញភាពគេថាទីចម្រើននៃប្រទេសគេដែលគេកំពុងតែដើរនៅក្នុងពេលដែលសម័យនេះដែលសេដ្ឋកិច្ចកំពុងតែមានការធ្លាក់ចុះហើយនឹងមានការផ្ទុះសង្គ្រាមរ៉ាំរ៉ៃពីអឺរ៉ុបអញ្ចឹងឃើញការរីកចម្រើនរបស់គេក៏ខ្ញុំមានអារម្មណ៍មួយថាមកមើលស្រុកគេដើម្បីពំនាំយកអ្វីដែលថ្មីសម្រាប់ប្រទេសជាតិខ្លួនឯងដើម្បីឲ្យប្រទេសយើងមានភាពរីកចម្រើនដូចគេដែរថ្ងៃនេះតាមរយៈនៃការមកមើលនៅការតាំងពិព័រណ៍នៅក្នុងថ្ងៃនេះមានអារម្មណ៍ថាទំនើបកម្មរបស់ប្រទេសអ្នកជឿនលឿនមួយគឺទំនើបខ្លាំងបើប្រៀបធៀបទៅនឹងប្រទេសរបស់យើងប៉ុន្តែធ្វើមិនដាច់មកថ្ងៃហ្នឹងមានអារម្មណ៍ថាប្លែកហើយឃើញពីម៉ាស៊ីនសម្រាប់ផលិតកម្មរបស់គេទំនើបអញ្ចឹងក្នុងថ្ងៃនេះដែរពួកយើងបានមកយើងឃើញពីសម្រាប់ផលិតកម្មក៏ដូចជាprocessing factory របស់គេហ្នឹងវាមានទំនើបអញ្ចឹងយើងធ្វើមិនសហគ្រិនរបស់យើង
ជាយាមនាំសង្វាក់ផលិតកម្មហ្នឹងដើម្បីទៅផលិតក្នុងស្រុកគុតគង់ក្នុងស្រុកអ្វីដែលអាចធ្វើទៅបានកាត់បន្ថយការប្រើប្រាស់របស់នាំចូលក្រៅស្រុកជាពិសេសពហិការនៅទំនិញក្រៅស្រុកដាច់ខាតអញ្ចឹងសហគ្រិននាំគ្នាធ្វើម៉េចយកprocessing factory ហ្នឹងដើម្បីទៅបាទដើម្បីយកទៅផលិតផលនៅក្នុងស្រុកឲ្យគុតគង់នៅក្នុងស្រុកដើម្បីឲ្យសេដ្ឋកិច្ចរបស់កម្ពុជាយើងវាអាចរីកចម្រើនឡើងទៅនៅពេលដែលយើងផលិតច្រើនផលិតផលក្នុងស្រុកច្រើនអញ្ចឹងអាចសេដ្ឋកិច្ចរបស់យើងកើនជាពិសេសសូមផ្ដាំដល់បងប្អូនប្រជាពលរដ្ឋយើងទាំងអស់យើងជៀសវាងកាត់បន្ថយក្នុងការប្រើប្រាស់អីវ៉ាន់ដែលនាំចូលជួយគ្រប់គ្រងនៅផលិតផលខ្មែរយើងបាទហើយជាពិសេសក៏សូមអរគុណដល់អ្នកអង្គការគិតមេងដែលតែងតែគិតនិងគ្រប់គ្រងជួយដល់សហគ្រិនរបស់យើងក្នុងការធ្វើម្ដេចដើម្បីឲ្យសហគ្រិនក៏ដូចជាសមាជិកនៅក្នុងចូលរួមក្នុងការអភិវឌ្ឍក៏ដូចជាស្វែងយល់រកបទពិសោធន៍ថ្មីជូនទៅដល់សម្រាប់អភិវឌ្ឍនៅក្នុងប្រទេសកម្ពុជាយើង បញ្ជាក់ថាពីពរ Canton បានចាប់ផ្ដើមជាលើកដំបូងនៅក្នុងឆ្នាំ 1957 ដែលរៀបចំដោយក្រសួងពាណិជ្ជកម្មចិន និងរដ្ឋបាលខេត្តខ្វាំងដុង និងសហការរៀបចំដោយមជ្ឈមណ្ឌលចិនសម្រាប់ពាណិជ្ជកម្មបរទេស វាត្រូវបានរៀបចំឡើង2ដងនៅក្នុងមួយឆ្នាំនៅទីក្រុងខ្វាំងជូ ហើយត្រូវបានចាត់ទុកយ៉ាងទូលំទូលាយថាជាប៉ារ៉ូម៉ែត្រនៃការអនុវត្តពាណិជ្ជកម្មបរទេសរបស់ប្រទេសចិន នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនពិព័រណ៍នេះបានភ្ជាប់អាជីវកម្មមកពីប្រទេសនិងតំបន់ជាង 220 ដោយសម្រួលដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានតម្លៃជាង 1.5 ពាន់លានដុល្លារ ការពិព័រណ៍លើកទី 138 បានទាក់ទាញអ្នកទិញនៅបរទេសជាង 30,000 នាក់ ក្រៅពីការចូលរួមពិព័រណ៍ Canton Fair 2026 នៅថ្ងៃទី 20 មេសា អុកញ៉ាអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាទស្សនកិច្ចស្វែងយល់នៅក្រុមហ៊ុនខ្វាំងជូ Mixi Biotechnology Co Ltd ក្នុងទីក្រុងហ្វាំងជូប្រទេសចិនដោយមានគោលបំណងស្វែងយល់ពីឱកាសវិនិយោគនិងកិច្ចសហប្រតិបត្តិការអាជីវកម្មដ៏មានសក្តានុពលរវាងភាគីទាំងពីរដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងកម្ពុជានិងចិនជាពិសេសនៅក្នុងវិស័យជីវបច្ចេកវិទ្យាគ្រឿងសម្អាងនិងផលិតផលថែទាំសុខភាពដែលមានការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះគណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាបានទស្សនារោងចក្រផលិតរបស់ក្រុមហ៊ុនដោយទទួលបានការយល់ដឹងដោយផ្ទាល់អំពីដំណើរការផលិតប្រព័ន្ធគ្រប់គ្រងគុណភាពនិងសមត្ថភាពអភិវឌ្ឍផលិតផលក្រុមហ៊ុនខ្វាំងជូ Mixi Biotechnology មានជំនាញខាងផលិតគ្រឿងសម្អាងផលិតផលថែរក្សាស្បែកសម្លៀកបំពាក់វេជ្ជសាស្ត្រនិងផលិតផលថែទាំសុខភាពដោយផ្ដោតសំខាន់លើទីផ្សារនាំចេញអង្គការអឹងវ៉ាន់ម៉ៅបានថ្លែងអំណរអគុណដល់តំណាងក្រុមហ៊ុនខ្វាំងជូ Mixi Biotechnology ដែលបានទទួលបដិសណ្ឋារកិច្ចចំពោះប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជានិងផ្ដល់ឱកាសដល់ប្រតិភូបានសិក្សាស្វែងយល់ដោយផ្ទាល់ពីខ្សែច្រវាក់ផលិតកម្មអង្គការអឹងវ៉ាន់ម៉ៅបានមានប្រសាសន៍បន្ថែមថាដំណើរទស្សនកិច្ចនេះនឹងបើកផ្លូវសម្រាប់ការពិភាក្សាបន្ថែមទៀតនិងកិច្ចព្រមព្រៀងដែលមានសក្តានុពលនាពេលអនាគតដែលរួមចំណែកដល់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចកាន់តែស៊ីជម្រៅរវាងកម្ពុជានិងចិន នៅរសៀលថ្ងៃដដែលនេះប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាបានបន្តបេសកកម្មយ៉ាងសកម្មនៅក្នុងការលើកកម្ពស់ពាណិជ្ជកម្មអន្តរជាតិនិងទាក់ទាញវិនិយោគដោយបានចូលរួមនៅក្នុងកម្មវិធីជំនួបពាណិជ្ជកម្ម B2B ជាមួយនឹងសហគមន៍អាជីវកម្មខេត្តខ្វាំងតុងដែលជាខេត្តពាណិជ្ជកម្មក្រៅប្រទេសដ៏ធំបំផុតរបស់ប្រទេសចិន 各位企业家精英欢聚一堂，共同迎来了越久共场越久。 លោក Wu Shui
ប្រធានសភាពាណិជ្ជកម្មអ្នកនាំចូលនិងនាំចេញខេត្តខ្វាងតុងបានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជានិងបានគូបញ្ជាក់ពីភាពជាមិត្តជិតស្និទ្ធនិងដៃគូដែលអាចទុកចិត្តរវាងប្រទេសទាំងពីរលោកបានបញ្ជាក់ថាកម្ពុជាកំពុងក្លាយជាគោលដៅវិនិយោគដ៏សំខាន់សម្រាប់សហគ្រាសខេត្តខ្វាងតុងដែលចង់ពង្រីកខ្លួនទៅអាស៊ីអាគ្នេយ៍ខណៈខេត្តខ្វាងតុងផ្ដល់នូវប្រព័ន្ធឧស្សាហកម្មពេញលេញផលិតផលមានគុណភាពនិងសេវាកម្មពាណិជ្ជកម្មមានភាពចាស់ទុំជាមួយនឹងគ្នានេះសភាពាណិជ្ជកម្មអ្នកនាំចូលនិងនាំចេញខេត្តខ្វាងតុងក៏បានបដិញ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយនឹងសភាពាណិជ្ជកម្មកម្ពុជាតាមរយៈការបង្កើតយន្តការសហប្រតិបត្តិការជាប្រចាំនិងផ្ដល់ការគាំទ្រពេញលេញដើម្បីជំរុញការកើនឡើងនៃសភាពាណិជ្ជកម្មទ្វេភាគីនិងការអភិវឌ្ឍសេដ្ឋកិច្ចដែលមានគុណភាពខ្ពស់នាមឲ្យសភាពាណិជ្ជកម្មកម្ពុជានិងក្នុងនាមខ្ញុំតដែលជាប្រធានសភាពាណិជ្ជកម្មខេត្តព្រះវិហារនៅក្នុងឱកាសនោះផងដែរអង្គការអឹងវ៉ាន់ម៉ៅបានមានប្រសាសន៍ថាសភាពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកអង្គការកិត្តមេងជាប្រធានគឺជាស្ថាប័នតែមួយគត់តំណាងឲ្យវិស័យឯកជននៅកម្ពុជាដែលបានធ្វើការយ៉ាងសកម្មជាមួយនឹងដៃគូអន្តរជាតិនានាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការកៀងគរការវិនិយោគព្រមទាំងធ្វើឲ្យប្រសើរឡើងនៅបរិយាកាសធុរកិច្ចនៅកម្ពុជាអង្គការអឹងវ៉ាន់ម៉ៅបានសង្កត់ធ្ងន់ថាការជួបប្រជុំនៅថ្ងៃនេះគឺជាវេទិកាសំខាន់សម្រាប់ភ្ជាប់សហគ្រាសពីភាគីទាំងពីរដើម្បីពង្រីកទីផ្សារនាំចូលនិងនាំចេញផលិតផលគុណភាពខ្ពស់ព្រមទាំងបង្កើតឱកាសវិនិយោគនិងភាពជាដៃគូថ្មីៗនៅក្នុងវិស័យសំខាន់ៗដូចជាកសិកម្មកសិឧស្សាហកម្មនិងឧស្សាហកម្មទំនើបកម្មវិធីជំនួសពាណិជ្ជកម្មនាពេលនេះមានគោលបំណងសំខាន់នៅក្នុងការផ្សារភ្ជាប់គ្នាទៅវិញទៅមកនៅសក្តានុពលពាណិជ្ជកម្មរវាងខេត្តខ្វាងតុងដែលមានខ្សែសង្វាក់ផ្គត់ផ្គង់រឹងមាំនៅក្នុងវិស័យព័ត៌មានវិទ្យាអេឡិចត្រូនិកគ្រឿងចក្រសម្ភារៈសំណង់និងទំនិញប្រើប្រាស់និងប្រទេសកម្ពុជាដែលកំពុងតែពន្លឿនការអភិវឌ្ឍឧស្សាហកម្មនិងមានតម្រូវការខ្ពស់លើបច្ចេកវិទ្យាទំនើបដើម្បីគាំទ្រវិស័យកសិកម្មវាយនភ័ណ្ឌនិងផលិតកម្មនៅក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះផងដែរគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាក៏បានទៅទស្សនកិច្ចសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាចិនខ្វាងតុងនៅក្នុងគោលបំណងពង្រឹងទំនាក់ទំនងនិងពង្រីកកិច្ចសហប្រតិបត្តិការលោកណាតឌីណាប្រធានសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាចិនខ្វាងតុងបានបង្ហាញក្តីរីករាយនៅក្នុងការទទួលស្វាគមន៍គណៈប្រតិភូពាណិជ្ជកម្មកម្ពុជាដែលបានអញ្ជើញមកដល់ខេត្តខ្វាងតុងលោកបានបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់គណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជាគឺជាសក្ខីភាពសំខាន់បង្ហាញពីការយកចិត្តទុកដាក់និងការពង្រឹងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងចិនក៏ដូចជាការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មឲ្យកាន់តែរឹងមាំនិងមានប្រសិទ្ធភាពខ្ពស់ឡើងជាមួយនឹងគ្នានេះសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាចិនខ្វាងតុងក៏បានបង្ហាញការបដិញ្ញាចិត្តបន្តគាំទ្រសហគ្រាសកម្ពុជានៅក្នុងការស្វែងរកដៃគូអាជីវកម្មការនាំចេញនាំចូលនិងការវិនិយោគទាំងនៅក្នុងប្រទេសចិននិងកម្ពុជាដោយផ្ដល់សេវាកម្មមានប្រសិទ្ធភាពនិងទំនុកចិត្តខ្ពស់គណៈប្រតិភូបានយើងខ្ញុំនេះអញ្ចឹងសូមជូនពរដល់អង្គការអឹងវ៉ាន់ម៉ៅអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានសម្ដែងការកោតសរសើរចំពោះសមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាចិនខ្វាងតុងដែលបានដើរតួនាទីដ៏សំខាន់នៅក្នុងការផ្សារភ្ជាប់ទំនាក់ទំនងអាជីវកម្មរវាងសហគ្រាសកម្ពុជានិងចិនលោកបានលើកឡើងថាសមាគមនេះមិនត្រឹមតែសម្រាប់ការផ្លាស់ប្ដូរព័ត៌មាននិងបទពិសោធន៍ប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកសម្របសម្រួលដ៏មានប្រសិទ្ធភាពនៅក្នុងការជំរុញការវិនិយោគនិងពង្រីកទីផ្សារពាណិជ្ជកម្មរវាងប្រទេសទាំងពីរជាមួយនឹងគ្នានេះលោកអនុប្រធានសភាពាណិជ្ជកម្មកម្ពុជាក៏បានបង្ហាញការជឿជាក់ថាតាមរយៈសកម្មភាពយ៉ាងសកម្មនិងការបដិញ្ញាចិត្តខ្ពស់សមាគមពាណិជ្ជកម្មនិងឧស្សាហកម្មកម្ពុជាចិនខ្វាងតុងនឹងបន្តមានតួនាទីសំខាន់នៅក្នុងការបង្កើតឱកាសថ្មីៗសម្រាប់សហគ្រាសនិងវិនិយោគិនពីភាគីទាំងពីរលោកបានបន្ថែមថាកិច្ចសហប្រតិបត្តិការទាំងនេះនឹងចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនិងការពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្ររវាងកម្ពុជានិងចិនឲ្យកាន់តែរឹងមាំដោយឡែក
ចនេះព្រឹកថ្ងៃទី21ខែមេសាឆ្នាំ2026អង្គញាអឹងវ៉ាន់ម៉ៅអនុប្រធានសហភាពពាណិជ្ជកម្មកម្ពុជានិងជាប្រធានសហភាពពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានដឹកនាំគណៈប្រតិភូសហភាពពាណិជ្ជកម្មទៅទស្សនកិច្ចការងារនៅក្រុមហ៊ុន Mekong Technology Co Ltd នៅក្នុងខេត្តខ្វាំងតុងប្រទេសចិននៅក្នុងអំឡុងពេលដំណើរទស្សនកិច្ចនេះផងដែរគណៈប្រតិភូត្រូវបានណែនាំអំពីផលិតផលទំនើបរបស់ក្រុមហ៊ុន Mekong និងដំណោះស្រាយសម្រាប់សេវាកម្មម្ហូបអាហារនៅក្នុងនាមជាក្រុមហ៊ុនផលិតដែលមានជំនាញវិជ្ជាជីវៈក្រុមហ៊ុន Mekong Technology Co Ltd ធ្វើការស្រាវជ្រាវនិងអភិវឌ្ឍផលិតផលរបស់ខ្លួនរួមជាមួយនឹងការពង្រីកការផលិតនិងសមត្ថភាពផ្គត់ផ្គង់ជាសកលដោយមានបទពិសោធន៍រាប់ទសវត្សរ៍ Mekong មានជំនាញខាងផលិតឧបករណ៍តាមតម្រូវការមានប្រសិទ្ធភាពខ្ពស់និងការផលិតមានលក្ខណៈទ្រង់ទ្រាយធំដែលត្រូវបានរចនាឡើងសម្រាប់គម្រោងវិស្វកម្មដូចជាសណ្ឋាគារផ្ទះបាយកណ្ដាលភោជនីយដ្ឋានខ្សែច្រវាក់និងប្រតិបត្តិការផ្គត់ផ្គង់អាហារសមុទ្រនៅក្នុងនាមជាគណៈប្រតិភូកម្ពុជាអង្គញាអឹងវ៉ាន់ម៉ៅបានបង្ហាញចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសមត្ថភាពរបស់ក្រុមហ៊ុននៅក្នុងការផ្តល់ប្រព័ន្ធសម្ភារៈផ្ទះបាយប្រើប្រាស់បានយូរនិងមានប្រសិទ្ធភាពនិងគុណភាពខ្ពស់បច្ចេកវិទ្យាទំនើបនេះពាក់ព័ន្ធជាពិសេសខណៈពេលដែលឧស្សាហកម្មម្ហូបអាហារនិងភេសជ្ជៈរបស់កម្ពុជាកំពុងតែពង្រីកខ្លួនរួមជាមួយនឹងវិស័យទេសចរណ៍និងការអភិវឌ្ឍអង្គញាអឹងវ៉ាន់ម៉ៅសង្ឃឹមថាទស្សនកិច្ចនេះនឹងសម្រួលដល់ការតភ្ជាប់រវាងអ្នកចែកចាយកម្ពុជានិងក្រុមហ៊ុនផលិតចិនដែលអាចនាំឲ្យខ្សែច្រវាក់ផ្គត់ផ្គង់កាន់តែមានប្រសិទ្ធភាពតម្លៃប្រកួតប្រជែងនិងប្រព័ន្ធដឹកជញ្ជូនដែលទុកចិត្តបានកិច្ចសហការបែបនេះនឹងបង្កើនសមត្ថភាពរបស់កម្ពុជានៅក្នុងការបម្រើទាំងតម្រូវការក្នុងស្រុកនិងទីផ្សារនាំចេញនៅក្នុងតំបន់នៅក្នុងឧស្សាហកម្មសេវាកម្មម្ហូបអាហារសូមជម្រាបជូនថាដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីពង្រឹងពាណិជ្ជកម្មរវាងកម្ពុជាចិននិងកំណត់មធ្យោបាយថ្មីៗសម្រាប់ការវិនិយោគនិងការផ្ទេរបច្ចេកវិទ្យាព្រមទាំងបានឆ្លុះបញ្ចាំងពីទស្សនវិស័យរបស់សហភាពពាណិជ្ជកម្មកម្ពុជាក្រោមការដឹកនាំរបស់អ្នកអង្គញាគិតមេងជាប្រធានដែលតែងតែណែនាំនិងចង្អុលបង្ហាញឲ្យធ្វើការយ៉ាងសកម្មជាមួយនឹងដៃគូនិងអង្គភាពអន្តរជាតិនានាដើម្បីពង្រីកបន្ថែមកិច្ចសហប្រតិបត្តិការធុរកិច្ចពាណិជ្ជកម្មនិងការវិនិយោគទៅកាន់ប្រទេសនានានៅក្នុងតំបន់និងអន្តរជាតិកម្មវិធីទស្សនកិច្ចនេះជាផ្នែកមួយដ៏សំខាន់នៃកម្មវិធីប្រចាំឆ្នាំ2026ដែលបានរៀបចំឡើងដោយសហភាពពាណិជ្ជកម្មកម្ពុជារួមសហការជាមួយនឹងមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ចនិងមូលនិធិអភិវឌ្ឍជំនាញក្រោមការគាំទ្រពីសហគ្រិនខ្មែរនិងមានការចូលរួមពីធនាគារអភិវឌ្ឍជនបទនិងកសិកម្មធនាគារវិញកម្ពុជាធនាគារប្រៃសណីកម្ពុជានិងកំពង់ផែស្វយ័តភ្នំពេញ